ប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនសុកយុលប្រកាសចាក់ចេញពីគណៈបកអភិរក្សនិយមនេះបើយោងតាមការបង្ហោះនៅលើ Facebook របស់លោកកាលពីថ្ងៃទី17ខែឧសភានេះបានឲ្យដឹងថាអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនសុកយុលដែលត្រូវបានបណ្ដេញចេញពីតំណែងកាលពីប៉ុន្មានខែកន្លងទៅនេះពេលនេះបានសម្រេចចិត្តចាកចេញពីគណៈបកអំណាចប្រជាជនអភិរក្សនិយមដែលហៅកាត់ថា PPP ការប្រកាសនេះធ្វើឡើងខណៈដែលបេក្ខជនប្រធានាធិបតីរបស់គណៈបកអំណាចប្រជាជនអភិរក្សនិយមកំពុងតាមដានបេក្ខជនគណៈបកសេរីប្រជាធិបតេយ្យលោកលីជេយុងយ៉ាងយកចិត្តទុកដាក់ក្នុងការបោះឆ្នោតមុនការបោះឆ្នោតនៅថ្ងៃទី13ខែមិថុនាយោងតាមការស្ទង់មតិរបស់ Gallup Korea ដែលបានចេញផ្សាយពីថ្ងៃសុក្រប្រហែល 29% បានគាំទ្របេក្ខជនប្រធានាធិបតីនៃគណៈបក្សសេរីប្រជាធិបតេយ្យលោកគឹមមុនស៊ូធៀបនឹង 51% សម្រាប់បេក្ខជនជួរមុខលីជេយុងលោកយុនសុកយុលដែលច្បាប់អាជ្ញាសិទ្ធិកាលពីខែធ្នូនឹងមានការបណ្ដេញចេញជាបន្តបន្ទាប់ដោយការចោទប្រកាន់នាំមុខនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីត្រូវបានសមាជិកបកអំពាវនាវឲ្យចាក់ចេញពីគណៈបកដើម្បីប្រមូលការគាំទ្របន្ថែមទៀតពីអ្នកបោះឆ្នោតកម្រិតមធ្យមដែលមើលឃើញភាពអវិជ្ជមានលើសកម្មភាពរបស់លោកយុនបាននិយាយដោយសំដៅលើឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូងថាខ្ញុំចាក់ចេញពីគណៈបកអំណាចប្រជាជនដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្ញុំដើម្បីការពារសាធារណរដ្ឋកូរ៉េសេរីសូមផ្ដល់ការគាំទ្ររបស់អ្នកដល់លោកគឹមមុនស៊ូ